taអ្វីទៅគឺជាការស្វែងរកខ្លួនឯងប្រហែលជាអ្នកទាំងអស់គ្នាគិតថាហេតុអ្វីចាំបាច់ស្វែងរកខ្លួនឯងនេះជាបញ្ហាដែលយើងគ្រប់គ្នាដែលមិនបានចាប់អារម្មណ៍ពីព្រោះយុវជនភាគច្រើនរស់នៅជាមួយខ្លួនឯងប៉ុន្តែមិនស្គាល់ខ្លួនឯងជានរណាមិនដឹងថាខ្លួនឯងចូលចិត្តអ្វីមិនស្គាល់អំពីចំណុចខ្លាំងចំណុចខ្សោយនិងមិនដឹងថាអ្វីជាគុណតម្លៃនៃជីវិតរបស់ពួកគេនៅពេលដែលយើងមិនទាន់ស្គាល់ខ្លួនឯងថាជានរណាយើងនឹងមិនអាចគ្រប់គ្រងការគិតអារម្មណ៍និងមិនអាចប្រើប្រាស់នូវភាពខ្លាំងដែលខ្លួនមានបាននោះទេខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាចាប់ផ្ដើមសិក្សាអំពីចំណង់ចំណូលចិត្តរបស់អ្នករៀនស្វែងរកព្រមទាំងប្រើប្រាស់នូវភាពខ្លាំងដែលខ្លួនមាននិងព្យាយាមផ្ដល់ឱកាសឲ្យខ្លួនឯងធ្វើអ្វីទៅតាមបេះដូងរបស់អ្នកនៅពេលនោះអ្នកក៏ស្វែងរកខ្លួនឯងឃើញនោះអ្នកនឹងបង្កើតនូវក្តីស្រមៃមួយដែលពិតប្រាកដហើយភាពជោគជ័យនឹងคล้ายទៅជារបស់អ្នក4ចំណុចដែលជួយឲ្យអ្នកអាចស្វែងរកខ្លួនឯងឃើញ1គឺសិក្សាអំពីខ្លួនឯងដើម្បីស្វែងយល់ថាតើយើងជានរណាជាដំបូងគឺយើងត្រូវព្យាយាមសិក្សាអំពីចំណង់ចំណូលចិត្តភាពខ្លាំងភាពខ្សោយនិងការរស់នៅប្រចាំថ្ងៃរបស់យើងពីព្រោះការដែលពេលដែលអ្នកដឹងថាអ្នកចូលចិត្តអ្វីជាងគេហើយស្អប់អ្វីជាងគេវានឹងជួយឲ្យអ្នកអាចបែងចែកនិងជ្រើសរើសប្រភេទការងារណាដែលស័ក្តិសមជាមួយនឹងអត្តចរិតរបស់អ្នកហើយលើសអំពីនេះទៅទៀតអ្នកនឹងអាចរកឃើញអំពីភាពខ្លាំងដូច្នេះអ្នកនឹងអាចប្រើប្រាស់ចំណុចខ្លាំងរបស់អ្នកនិងធ្វើជាអាវុធសម្រាប់ជោគជ័យនៅក្នុងការសិក្សាការងារនិងគោលដៅជីវិតរបស់អ្នកផងដែរកុំភ្លេចសិក្សាអំពីអតីតកាលរបស់ខ្លួនដូចជាកំហុសដែលយើងធ្លាប់ប្រព្រឹត្តផ្នត់គំនិតអវិជ្ជមាននិងការបរាជ័យជាច្រើនដែលយើងបានឆ្លងកាត់ការរៀនសូត្រអំពីអតីតកាលវានឹងធ្វើឲ្យយើងស្គាល់ខ្លួនឯងថាយើងជានរណាឲ្យកាន់តែច្បាស់2គឺធ្វើជាខ្លួនឯងអ្នកអាចស្វែងរកខ្លួនឯងឃើញលុះត្រាតែអ្នកហ៊ានធ្វើជាខ្លួនឯងហ៊ានសម្រេចចិត្តដើរតាមបេះដូងរបស់អ្នកកុំខ្លាចពាក្យសម្ដីរបស់អ្នកដទៃកុំខ្លាចការបរាជ័យបើអ្នកពិតជាចង់ក្លាយជាខ្លួនឯងដ៏ពិតប្រាកដមែនខ្ញុំគិតថាយុវជនជាច្រើនដែលសុខចិត្តធ្វើជាមនុស្សខ្លែងខ្លាយដើម្បីឲ្យអ្នកដទៃសរសើរឬដើម្បីឲ្យគ្រួសារសប្បាយចិត្តប៉ុន្តែការពិតវាមិនមែនជាអ្វីដែលអ្នកស្រឡាញ់ឬជាក្តីស្រមៃរបស់អ្នកដ៏ពិតប្រាកដនោះទេជាការពិតណាស់នៅពេលដែលអ្នកជ្រើសរើសជំនាញសិក្សាឬការងារអ្វីមួយតាមការសម្រេចចិត្តរបស់ឪពុកម្ដាយនៅក្នុងហេតុផលដើម្បីឲ្យពួកគាត់សប្បាយចិត្តវាមិនមែនជារឿងដែលខុសនោះទេប៉ុន្តែអ្វីដែលជាបញ្ហាត្រង់ថាអ្នកគឺជាមនុស្សតែម្នាក់គត់ដែលរស់នៅជាមួយនឹងអស់មួយជីវិតមួយវិញទៀតអ្នកអាចនឹងបរាជ័យនៅថ្ងៃអនាគតដោយសារតែមិនមែនជាអ្វីដែលអ្នកស្រឡាញ់ពិតប្រាកដហើយលើសពីនេះឪពុកម្ដាយរបស់អ្នកអាចនឹងមានអារម្មណ៍ខកចិត្តឬក៏មានវិបដិសារីដែលពួកគាត់គឺជាដើមហេតុដែលធ្វើឲ្យអ្នកបរាជ័យនៅក្នុងជីវិតចុះបើអ្នកហ៊ានធ្វើអ្វីដែលអ្នកស្រឡាញ់ដ៏ពិតប្រាកដនៅពេលនេះបើទោះបីជាអ្នកអាចធ្វើឲ្យពួកគាត់មានអារម្មណ៍ថាខកចិត្តជាមួយអ្នកប៉ុន្តែនៅថ្ងៃអនាគតពួកគាត់នឹងរំភើបដែលបានមើលយើងឃើញថាជាកូនរបស់គាត់គឺជោគជ័យនៅលើផ្លូវដែលគេបានជ្រើសរើស3គឺសាកល្បងនិងរៀនអ្វីថ្មីតើនរណាម្នាក់ដែលកើតមកភ្លាមស្គាល់ខ្លួនឯងភ្លាមតើអ្នកអាចដឹងថាខ្លួនឯងចូលចិត្តអ្វីមួយបានយ៉ាងដូចម្ដេចប្រសិនបើអ្នកមិនព្រមសាកល្បងអ្វីថ្មីហើយការសាកល្បងអ្វីថ្មីនិងការរៀនសូត្រថ្មីគឺជាផ្លូវដែលនាំអ្នកទៅរកអ្វីដែលអ្នកស្រឡាញ់ព្រមទាំងជាឱកាសសម្រាប់អ្នកចាក់សោហើយបើកយកភាពខ្លាំងរបស់អ្នកមកប្រើប្រាស់ទៀតផងយើងមិនចង់ស្គាល់ខ្លួនឯងជានរណាពីព្រោះយើងតែងតែបិទឱកាសសម្រាប់ខ្លួនឯង
អ្នកគួរតែសាកល្បងធ្វើអ្វីដែលខ្លួនមិនធ្លាប់ធ្វើរៀនជំនាញថ្មីរៀនដើរលេងម្នាក់ឯងឬគឺជាក្រុមរៀនភាសាបន្ថែមនិងបង្កើតទំនាក់ទំនងជាមួយមនុស្សថ្មីបើមិនអាចនិយាយថាយើងចូលចិត្តកាហ្វេបានទេបើយើងមិនទាន់បាននឹងសាកល្បងប្រសិនបើអ្នកឈប់ចង់មានស្នេហាដោយសារតែមនុស្សបោកប្រាស់ម្នាក់នោះមានន័យថាអ្នកនឹងបាត់បង់ឱកាសនៅក្នុងការជួបស្នេហាដ៏ពិតប្រាកដ 4. គឺគុណតម្លៃជីវិតនេះគឺជាចំណុចពិសេសមួយដែលជួយឲ្យអ្នកអាចស្វែងរកឃើញខ្លួនឯងថាជាមនុស្សបែបណាតាមរយៈការសិក្សាតម្លៃរបស់អ្នកគឺស្ថិតនៅលើអ្វីមួយស្ថិតនៅលើរឿងអ្វីមួយបើសិនជាអ្នកជាមនុស្សដែលឲ្យតម្លៃទៅលើការគោរពពេលវេលាការចែករំលែកជាការជួយដល់អ្នកដទៃភាពស្មោះត្រង់ធំជាងភាពជោគជ័យលុយសម្រស់និងអំណាចនោះវានឹងបង្ហាញឲ្យយើងឃើញអំពីការងារឬមុខជំនួញប្រភេទណាដែលស័ក្តិសមនឹងអ្នកដូច្នេះអ្នកអាចសាកល្បងគិតមើលថាតើរាល់ថ្ងៃនេះអ្វីទៅជាគុណតម្លៃជីវិតសម្រាប់អ្នកតើអ្នកឲ្យតម្លៃទៅការសិក្សាការចែករំលែកជាមួយអ្នកដទៃឬក៏អ្នកឲ្យតម្លៃទៅលើភាពជោគជ័យភាពល្បីល្បាញនិងលុយជាដើមអ្នកសាកល្បងឆ្លើយសំណួរនេះដោយភាពស្មោះត្រង់ជាមួយខ្លួនឯងអ្នកអាចសិក្សាអំពីអតីតកាលរបស់អ្នកនោះអ្នកនឹងអាចរកឃើញថាអ្វីជាគុណតម្លៃជីវិតសម្រាប់អ្នកប្រសិនជាការងារដែលអ្នកស្រឡាញ់ខុសអំពីគុណតម្លៃជីវិតរបស់អ្នកនោះមានន័យថាអ្នកជាមនុស្សដែលមិនទាន់ស្គាល់ខ្លួនឯងច្បាស់